តោះមករៀបឡាន T2 ជាមួយនឹងខ្ញុំ episode 3 អូខេចឹងថ្ងៃនេះគឺថ្ងៃបន្ទាប់ពីយើងបានរៀបចំ unboxing xongហើយយើងរៀបចំ set up របស់ខ្លះៗដាក់នៅលើឡានហ្នឹងតាក់ទងជាមួយនឹងវាស្កតហើយបិទនឹង item ខ្លះៗបង្ហាញកាមេរ៉ាទីចូលក្នុងឡានហ្នឹងចឹងឥឡូវហ្នឹងអត់ដឹងចាប់ផ្ដើមពីណាទៅណាទេ maybe បិទដង្ហើមមុនដាក់ដង្ហើមមុនអូខេតោះស្រាប់ដង្ហើមមួយនេះចឹងនេះគឺជាដង្ហើមដែលយើងត្រូវដាក់នៅតាបឡូខាងមុខដង្ហើមនេះយើងដាក់សម្រាប់ driver ជាមួយនឹង passenger អ្នកអង្គុយជាប់ខាងស្ដាំដៃហើយពួកខ្ញុំកម្រងនឹងទិញពុកភេទពណ៌អង្គុយយ៉ាងធំពណ៌ power station សម្រាប់ដាក់មួយសម្រាប់ដាក់មួយគ្រឿង solar ហើយជាមួយនឹងម៉ាស៊ីនជាក់ចល័តដែលយើងរៀបនឹងទិញថ្ងៃមុខទៀតតែឥឡូវយើងដាក់ថែមដង្ហើមនេះសិននៅមានបន្តទៀតអូខេអស់ឥឡូវទៅ set up ដាក់បញ្ហាទាំងអស់នៅតាមលោកខាងមុខអូខេអញ្ចឹងអ្នកទាំងអស់នេះប្រកាសជាឆ្ងល់ហើយថាមិនបានខ្ញុំចូលចិត្តធ្វើវីដេអូពេលយប់មិនហើយពេលថ្ងៃនេះមិនក៏មិនធ្វើវាមានពលឺស្រាប់ហើយខ្ញុំមិនចាំធៀប lighting ឯច្រើនអញ្ចឹងណាចម្លើយគឺដោយសារតែពេលថ្ងៃគឺខ្ញុំជាប់ធ្វើការ full time ដែរអញ្ចឹងខ្ញុំមានតែពេលយប់ដើម្បីឆ្លៀតពេល2ទៅ3ម៉ោងដើម្បីរៀបចំថតវីដេអូហើយក៏ដូចជា set up ឡានបដាអញ្ចឹងណាព្រោះខ្ញុំចាំតតែពេលថ្ងៃណាខ្ញុំទៅនេសៅទឹកហ្មងខ្ញុំអត់មានពេលធ្វើវាបានច្រើនទេអញ្ចឹងខ្ញុំមានតែឆ្លៀតធ្វើបដាហើយក៏ដូចជាចង់ឆាប់ share វីដេអូហ្នឹងឲ្យអ្នកទាំងអស់គ្នាបានឃើញលឿនដែរអូខេអញ្ចឹងតោះនេះគឺជាដង្ហើមដែលកំងពីថោប៉ោមកហ្នឹងវាតាក់ក្បាលវាចោះហោអូខេចឹងណា and then នេះគឺជាដង្ហើមរបស់យើងដង្ហើមពីគ្រាប់អានេះយើងអាចបកឡើងមកលើចេះបានហើយបបល់ឆ្វេងស្ដាំចេះបានហើយវាមានក្បាល USB 2នៅលើនេះទៀតហើយដង្ហើមនេះប្រើប្រភេទ USB យើងអាចដោតមួយ power bank ឬក៏ដោតមួយកតុយប្រៃដែលមាន USB អញ្ចឹងណាតោះឥឡូវយើង set up ហើយចាំឲ្យអ្នកទាំងអស់គ្នាមើលទៀតអូខេYeah, that's very good. ចឹងកន្លែងហ្នឹងដែរចានេះកុងតាក់ទី1បើកដង្ហើមនេះកុងតាក់វានេះបិទវិញហើយនេះកុងតាក់ទី2អានេះទី1 power ទី1អានេះ power ទី2អញ្ចឹងដោយសារតែកាលមុនខ្ញុំដាក់ប្រដាប់ដាក់ទូរស័ព្ទនៅកន្លែងដង្ហើមហ្នឹងអញ្ចឹងដល់ពេលឥឡូវយើងដាក់ដង្ហើមកន្លែងហ្នឹងទៅយើងដូរប្រដាប់ដាក់ទូរស័ព្ទមកដាក់ខាងឆ្វេងនេះវិញនេះមកអូខេ let's go បាត់ហើយខ្ញុំមានអី show អ្នកទាំងអស់នេះតិចភ្លើងនៅលើក្បាលរបស់ខ្ញុំហ្នឹងវាជាប្រភេទ LED ដែលខ្ញុំទិញមកហ្នឹងក្នុងបំណងដាក់សម្រាប់ sensor ដូចពេលយើងប្រើប្រាស់អីចឹងយើងដាក់នៅកន្លែងដើមទ្វារឬក៏និយាយថាឲ្យតែមានដែកចឹងយើងដាក់ឆក់វាជាប់ទៅហើយយើងអាចបិទវាបើកបានចឹងណាអញ្ចឹងវាស្រួលដោយសារឡានយើងជាប្រភេទឡានដែលអត់សូវមានគ្រឿង electronic ច្រើនប៉ុន្តែយើងឆ្នៃតាមអីដែលយើងអាចធ្វើបានអញ្ចឹងណាអញ្ចឹងក៏យើងអាចទិញអានេះខ្ញុំទិញអានេះមក4គ្រាប់យើងអាចឆក់វាគ្រប់កន្លែងបានយើងអាចប្រើប្រាស់វាបានគ្រប់ពេលអញ្ចឹងណាអូខេឥឡូវមានភ្លើង spotlight ពីលើមួយទៀតហើយអញ្ចឹងវាស្រួលក្នុងពេលថ្ងៃក្រោយយើងចង់ថតរបៀបដូច flare មកតិចដូរពណ៌តាមអីដែលយើងចង់បានស៊ីវាមានប្រយោជន៍បានច្រើនវាអាច decor ឡានផងវាអាចជួយយើងថតវីដេអូឲ្យបានទៀតអូខេអេម stream តែម្ដងអូខេអញ្ចឹងខ្ញុំសម្រាប់សិនហើយចាំមើលស្អែកឬខាងស្អែកពេលដែលខ្ញុំមានពេលទៅនេះខ្ញុំនឹង update ខ្ញុំតម្លើងអីបន្ថែមតិចតួចនេះបញ្ចប់ច្រើនណាខ្ញុំដាក់ថងនេះទៀតពេលមានពេលធ្វើវាទៀតចាំ update ឲ្យអ្នកទាំងអស់គ្នាមួយទៀតអូខេអញ្ចឹងប៉ុណ្្នឹងសិនបានហើយ see you tomorrow see you ថ្ងៃស្អែកអូខេ bye bye អូខេអញ្ចឹងនេះថ្ងៃស្អែកឯងហើយខ្ញុំកំពុងតែរៀបចំបិទប៉ុងទប់ការពារក្តៅនៅក្រោមកៅអីអង្គុយដោយសារតែម៉ាស៊ីនឡានយើងនៅក្រោមកៅអីអង្គុយនឹងហ្មងអញ្ចឹងបើសិនជាយើងជិះហងៃយើងអត់មានអីទប់ក្តៅទេវាក្តៅខ្លាំងហ្មងអញ្ចឹងប៉ុងហ្នឹងវាជួយទប់ក្តៅហើយវាជួយទប់ទាំងសលេងទៀតខ្ញុំរៀបចំបានតែពេលយប់ឡើងហើយដោយសារតែខ្ញុំទៅនេពីការងារមកភាគច្រើនអ្វីដែលខ្ញុំអាចធ្វើដោយខ្លួនឯងបានខ្ញុំអត់ទៅជាងខ្ញុំចូលចិត្តធ្វើអីខ្លួនឯងព្រោះខ្ញុំស្រឡាញ់ក្នុងការរៀបចំឡានខ្លួនឯងទោះវាមិនសូវស្អាតដូចអ្នកបច្ចេកទេសគេធ្វើមែនប៉ុន្តែវាចេញពីបេះដូងដែលយើងខំរៀបចំវាមកហើយប៉ុងទាំងអស់ហ្នឹងដែរគឺសិតតែជាអវ៉ាន់ដែលខ្ញុំបាន order មកពីថៅប៉ោមកអូខេអញ្ចឹងបន្ទាប់ពីមានការគួរផងដំផងផងកាត់ផងឥឡូវនេះវាបានជោគជ័យហើយ stem
វាមិនសូវស្អាតទេប៉ុន្តែវាទំនប់វាជួយទប់បានច្រើនវាទប់ជួយទប់ទំនប់ក្តៅខាងក្រោមនេះកាលពីមួយថ្ងៃមុននេះគឺខ្ញុំបានធ្វើបានខ្លះដែរអត់បានថតតែឥឡូវខ្ញុំអាច update ឲ្យអ្នកទាំងអស់គ្នាមើលបានហើយនេះគឺជាអ៊ីស្លង់ការពារទប់សលេងបានល្អច្រើនផងបានដែរអ្នកនរស្ដាប់បាន Yes វាជាងខាសជាងមុនណានេះ3មីលីម៉ែត្រហើយសម្រាប់ខាងដំបូងវិញខ្ញុំបិទបានពាក់កណ្ដាលហើយពាក់បានជាមួយនឹងនេះវាជាអ៊ីស្លង់ទប់កណ្ដាលហើយកម្រាស់របស់វាប្រហែលជាចូល7មីលីម៉ែត្រហើយអ្នកទាំងអស់គ្នាអាចមើលបាននេះកម្រាស់នេះវារៀងធ្ងន់ជាងមុនដែរអញ្ចឹងថ្ងៃនេះដែរគឺខ្ញុំនឹងត្រូវបិទអាអ៊ីស្លង់នេះអាពណ៌ខ្មៅនេះបន្តទៅមុខទៀតដល់ឡើងដបូលមុខមកផាត់នៅមុខមកព្រោះពេលដែលខ្ញុំបិទអាហ្នឹងហើយខ្ញុំយកឡានទៅចាប់ក្លាប់ពងពីលើអាពងដូចឡានសេរីពួកអា VIP van អីយ៉ាអញ្ចឹងតាមអ្នកទាំងអស់គ្នាទៀតអូខេការងារមួយនឹងដែរគឺវាមិនសូវស្រួលហ្មងទេហើយក៏មិនពិបាកដែរបើនិយាយយើងដឹងរបៀបនៃការវាស់វែងព្រោះយើងត្រូវកាត់ប្រវែងដើម្បីរៀបចំមកវាបិទមកវា fit ជាមួយនឹងដបូលរបស់យើងហើយវាស្មើស្អាតអញ្ចឹងណាយើងធ្វើទៅពេលយប់ឡើងអញ្ចឹងវាមានផលវិបាកច្រើនដែរដោយសារតែវាល្ងិតហើយយើងត្រូវការភ្លើងដើម្បីរៀបចំវាដែរដោយសារតែមានពេលខ្លីខ្ញុំបានចំណាយពេលមួយអាទិត្យដើម្បីបិទប៉ុងនឹងពេញមកដបូលហ្មងអញ្ចឹងទៅអ្នកទាំងអស់គ្នានឹងឃើញខ្ញុំដូរកៅអៅថ្មីមួយឈុតទៀតហើយហើយទីបំផុតណែហ្មងនេះសលេងស៊ីនហើយសលេងទេបាត់ហើយអញ្ចឹងថ្ងៃនេះខ្ញុំមានរបស់លេងថ្មីទៀតហើយបានទុំមកដល់វាខ្ញុំថតវាដើម្បីធ្វើជា link live ដាក់នៅហ្គេមទ្វាររបស់យើងពីទ្វារខាងក្រោយខ្ញុំហត់ពីនេះឡើងមកចេះមកប្រើអានេះវិញតែមកខាងមុខនេះហើយភ្លើងដែរយើងប្រើជាមួយនឹងខ្សែ USB យើងអាចដោតមួយ power bank ឬក៏ដុំ power supply ឬក៏ computer ឲ្យបានអូខេបន្ទាប់ពីខ្ញុំបានបិទប៉ុងការពារកម្ដៅនៅលើដបូលឡានអស់ហើយខ្ញុំក៏បានយកឡានទៅបិទប៉ុងដេគ័រពីលើមកតង់ទៀតថ្ងៃនេះថ្ងៃអាទិត្យខ្ញុំទៅនេពីការធ្វើការខ្ញុំបានយកឡានចេញមកក្រៅហើយថ្ងៃធ្វើដំណើរយកឡានទៅបិទប៉ុងរៀបចំបិទប៉ុងពីលើឲ្យវាស្អាតជាងហ្នឹងអូខេចាំតាមតទាំងអស់គ្នាទៀតអូខេសួស្តីទាំងអស់គ្នាចាំឥឡូវយើងបានមកដល់កន្លែងបិទប៉ុងឡានហើយឥឡូវវាចាស់ស្ដែងទៅអាចថាកម្មករបន្តិចព្រោះជាងគាត់អត់បានយកប៉ុងមកដល់ចឹងខ្ញុំត្រូវចាំគាត់យកប៉ុងមកដល់សិនហើយសំណាងអីខ្ញុំបានយកឪពុកបត់ទៅមកនេះអាចបត់ជើងបានអញ្ចឹងយើងគេងសម្រាប់នៅសិនហើយមានតង្ហាលនៅមុខនោះឥឡូវយើងគេងសម្រាប់តិចសិនចាំប៉ុងមកយើងបត់ឡានអូខេចាំអាប់ដេតតាមក្រោយទៀតបន្ទាប់ពីខ្ញុំបានតមេខ្លួនបានមកស្ទូបងជាងក៏គាត់បានយកប៉ុងមកដល់ហើយឥឡូវហ្នឹងគាត់កំពុងតែរៀបចំបាញ់កៅនៅលើដបូលហ្នឹងបាញ់បន្តទៅលើប៉ុងរបស់យើងហ្នឹងដើម្បីបិទប៉ុងហ្នឹងខ្ញុំយកពណ៌ប្រផេះឲ្យស៊ីមួយតាប់ឡូមុខរបស់យើងអូខេជើងឥឡូវនេះគឺយើងបានរៀបចំបិទប៉ុងហើយនេះគឺជា view នៅពេលយើងបិទប៉ុងហើយនេះមានកែមដែករបស់វាដាក់មកវិញហើយស្អាតជាតិបន្ទាប់ពីខ្ញុំបានបិទប៉ុងហើយខ្ញុំក៏បានមកផ្ទះវិញដើម្បីញ៉ាំបាយថ្ងៃហើយក៏ឆ្លៀតបិទជ័រកែមទ្វារដើម្បីឲ្យវាជួយទប់សលេងកាន់តែបានច្រើនជាងមុនក៏ដូចជាទប់ដីហើយធ្វើឲ្យទ្វារបិទទៅហាប់ជាងមុនដែរនៅពេលរៀបចំរួចរាល់អស់ខ្ញុំជាមួយនឹងគូដណ្ដឹងខ្ញុំក៏បានចេញដំណើរទៅលេងហាងកាហ្វេរបស់មិត្តភក្តិខ្ញុំទៅអង្គុយជុំគ្នាលេងជាមួយនឹងគ្រួសារ TTO របស់យើងហើយក៏ជាលើកទី1ដែលពួកគាត់ឃើញឡាន T2 នេះដែរខ្ញុំក៏បានប្របួរមិត្តភក្តិខ្ញុំទាំងអស់ឡើងសាកជិះឡាននឹងជុំគ្នាទៅហើយឡាននេះដែរដោយសារតែអត់មានកៅអីអង្គុយនៅខាងក្រោយពួកខ្ញុំដាក់បានគ្នាច្រើនមែនទែនពេលហ្នឹងអង្គុយដូចជា7នាក់នៅខាងក្រោយហ្នឹងយើងដោយសារតែស្ទើរដង្ហើមស្ទើរខ្យល់ទៅក៏បើកទ្វារចោលទំហរដើម្បីយកខ្យល់ចូលមកទៅសប្បាយមែនទែនកាត់ក្តារនៅក្រោមដាក់ប៉ុងនៅអីទៀតតែខំមានអត់ដែរមែនណាខំមានអត់ដែរមែនខំនេះទៀតឡើងនេះមានន័យពេលមានឡាននេះមួយអនុស្សាវរីយ៍ស្នាក់ខ្លួនឯងក៏កាន់តែច្រើនអនុស្សាវរីយ៍ជាមួយនឹងអ្នកជុំវិញខ្លួនដែលពេញចិត្តក៏មានកាន់តែច្រើនដូចគ្នា
ប្រហែលថ្ងៃក្រោយមកទៀតខ្ញុំក៏បានយកឡានទៅចាប់កាំងដែកផ្នែកដំបូលហើយក៏ដូចជាចដាលដើម្បីឡើងទៅផ្នែកដែកហ្នឹងដែរសម្រាប់ចដាលជាមួយនឹងកាំងដែកខាងលើហ្នឹងដែរខ្ញុំបានកំងប្រហែលជាមកទឹកឥឡូវជាងក៏បានកាត់ហើយបាញ់ថ្នាំតម្រូវទៅតាមឡានហ្នឹងបានហើយបានយកមកដាក់ហ្នឹងហើយបន្ទាប់ពីដាក់ហើយទៅមើលទៅឃើញស្អាតមែនតើដោយសារដែកហ្នឹងវាហ្វីតជាមួយនឹងឡានហើយចដាលក៏វាត្រូវរៀងរបស់ឡានយើងដែរអ្នកទាំងអស់នេះគិតមិនដែរខ្ញុំគិតថាអ្នកប៉ុណ្ណឹងគឺវាហ្វីតស្អាតមែនតើចឹងនេះបងជាងគាត់ជួយបាញ់លាងឡានឲ្យស្អាតមុនយកចេញទៅក្រៅវាហ្វីតស្អាតហ្មងវាខ្ញុំឃើញហើយខ្ញុំសប្បាយចិត្តមែនតើនៅពេលដែលមានដបពីលើវាជួយដេក័របន្ថែមទៀតនៅផ្នែកខាងក្រៅរបស់ឡាន T2 ចឹងណាហើយនេះខ្ញុំកំពុងតែឡើងសាកតេស្តមើលចដាលហើយឡើងជាប់នៅលើកាំងដែកខាងលើថាវាមាំអត់បើមាំហើយវាអូខេហើយតែបើអត់អន់មាំអាហ្នឹងយើងមានរឿងនិយាយទៀតអីអានេះមិនបាច់គាត់បាទអានេះចុះឲ្យគូនោះមុនមកបាទអញ្ចឹងក្រៅពីរបស់ផ្សេងៗដែលខ្ញុំបានបង្ហាញអ្នកទាំងអស់គ្នាខ្ញុំក៏បានតម្លើងគ្រឿងផ្សេងៗដូចគ្នាដែរដូចជារបស់ស្នាបដាក់កប៉ៅនៅផ្នែកខាងដំបូលកប៉ៅចុកកៅអីហើយក៏បានតភ្លើងផ្នែកខាងមុខមាន LED 4គ្រាប់អញ្ចឹងណាហើយនឹងប្រព័ន្ធភ្លើងដោតជាមួយនឹងដង្ហាលហ្មងអញ្ចឹងសម្រាប់វីដេអូភាគទី3របស់ខ្ញុំគឺចប់ត្រឹមប៉ុណ្្នឹងហើយវារៀងយូរបន្តិចតែសង្ឃឹមថាអ្នកទាំងអស់គ្នាចូលចិត្តវីដេអូមួយនេះជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ